ខ្ញុំបាទប៉ាងចំណានសូមគោរពជំរាបសួរសម្ដេចឯកឧត្តមលោកជំទាវលោករស្រីបងប្អូនទូតទស្សនិកជនជាទីគោរពនេះគឺជាកម្មវិធីព្រឹត្តិការណ៍ក្នុងប្រតិទិនកម្មវិធីរបស់យើងតែងតែលើកយកនៅប្រធានបទសំខាន់ៗដែលទាក់ទិនទៅនឹងព្រឹត្តិការណ៍ជាតិទិវាជាតិនិងទិវាអន្តរជាតិដើម្បីចែកជូនទៅដល់បងប្អូនទស្សនិកជនបានជ្រាបនិងទស្សនាទូទាំងជនសម្រាប់ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសដែលសម្បូរទៅដោយធនធានជលផលដោយសារតែកម្ពុជាមានប្រព័ន្ធដងទន្លេមេគង្គនិងបឹងទន្លេសាបដែលជាប្រភពបធនធានមច្ឆជាតិដ៏សំខាន់ដូច្នេះសម្រាប់ប្រធានបទដែលខ្ញុំបាទនឹងលើកឡើងនាពេលបន្តិចនេះគឺពាក់ព័ន្ធទៅនឹងទិវាមច្ឆជាតិ1កក្កដាសម្រាប់ប្រធានបទនេះខ្ញុំបាទមានកិត្តិយសក្នុងការជជែកពិភាក្សាសាកសួរជាមួយលោកបណ្ឌិតខៅគួងអគ្គនាយករងនៃអគ្គរដ្ឋានជលផលខ្ញុំបាទសូមគោរពសួរបាទអរគុណលោកបណ្ឌិតដែលបានចំណាយពេលវេលាដំណំដៃក្នុងការផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិកម្ពុជានៅក្នុងកម្មវិធីព្រឹត្តិការណ៍ក្នុងប្រតិទិនលោកបណ្ឌិតសម្រាប់ថ្ងៃ1កក្កដាគឺជាទិវាមច្ឆជាតិតើឆ្នាំនេះនឹងមានការរៀបចំជាព្រឹត្តិការណ៍យ៉ាងណាខ្លះហើយវាមានអត្ថន័យខ្លឹមសារយ៉ាងណាឆ្លើយតបទៅនឹងបរិបទសង្គមនាពេលបច្ចុប្បន្ននេះបាទជាបឋមសូមគោរពដល់ទូរទស្សនិកជនទាំងអស់បាទទិវាមច្ឆជាតិ1កក្កដាឆ្នាំ2026នេះគឺយើងនឹងប្រារព្ធនៅទន្លេវាយគោក្រុងស្វាយរៀងខេត្តស្វាយរៀងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតដោយមានការចូលរួមពីអិសរាជជនជាន់ខ្ពស់របស់ប្រជាណាចក្រកម្ពុជាយើងផងដែរបាទការប្រារព្ធទិវាមច្ឆជាតិ1កក្កដានេះគឺគោលបំណងគឺដើម្បីផ្សព្វផ្សាយនិងបំផុសស្មារតីឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមថែរក្សាការពារអភិរក្សនិងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាពគឺសម្ដៅបង្កើនផលស្តុកមច្ឆជាតិបំពេញសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋធានានូវសន្តិសុខស្បៀងនិងជួយទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរបាទហើយការប្រារព្ធទិវាមច្ឆជាតិ1កក្កដានេះក៏ស្របពេលទៅនឹងការចាប់ផ្ដើមនៅរដូវបិទនេសាទខាងផ្នែកជលផលទឹកសាបរបស់យើងបាទដែលនៅក្នុងរដូវនេះគឺជារដូវដែលត្រីពងកូនហើយយើងអនុញ្ញាតឲ្យធ្វើការនេសាទចំពោះតែឧបករណ៍នេសាទខ្នាតតូចទេបាទដើម្បីទុកពេលវេលាឲ្យត្រីធ្វើការពងកូនលូតលាស់ធំធាត់ដើម្បីយើងធ្វើនេសាទបន្តទៀតនៅក្នុងរដូវបើកនេសាទបាទអរគុណលោកបណ្ឌិតដើម្បីជាការអបអរសាទរនៅទិវាមច្ឆជាតិ1កក្កដាខាងមុខនេះថាតើអគ្គរដ្ឋានជលផលក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានការរៀបចំនៅព្រឹត្តិការណ៍អ្វីខ្លះហើយព្រឹត្តិការណ៍ទាំងនោះឆ្លុះបញ្ចាំងឲ្យឃើញពីតម្លៃអ្វីខ្លះដល់ការចូលរួមពីសំណាក់ប្រជាពលរដ្ឋកម្ពុជារបស់យើងបាទក្នុងការអបអរទិវាមច្ឆជាតិឆ្នាំនេះគឺដូចជាបណ្ដាឆ្នាំមុនដែរគឺក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសហការជាមួយនឹងគណៈកម្មការរៀបចំបុណ្យជាតិនិងអន្តរជាតិក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធររដ្ឋបាលខេត្តបាទហើយដៃគូនានាផងដែរគឺនៅក្នុងនេះគឺយើងរៀបចំពិធីហ្នឹងឲ្យបានអធិកធម៌បាទក្រោមអធិបតីភាពខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រីហើយមានការចូលរួមពីអិសរាជជនរបស់យើងទាំងព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋបាលខេត្តព្រមទាំងមន្ត្រីរាជការនិងប្រជាពលរដ្ឋដែលយើងក្រុងនឹងមានការចូលរួមសរុបប្រមាណ 6,500 នាក់បាទនៅក្នុងកម្មវិធីនេះបាទហើយយើងនឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមវិទ្យុទូរទស្សន៍បាទក៏ដូចជាបណ្ដាញសង្គមផងដែរហើយក្នុងនេះគឺមានការផ្សព្វផ្សាយអំពីខ្លឹមសាររបស់ទិវាមច្ឆជាតិសារៈសំខាន់នៃធនធានជលផលនិងជាពិសេសគឺអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រីដើម្បីឲ្យយើងទាំងអស់គ្នាត្រង់ត្រាប់យកទៅអនុវត្តដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀតបាទហើយទិវានេះផងដែរក៏មានការលែងត្រីបាទគឺយើងលែងត្រីប្រភេទត្រីក្នុងស្រុកមច្ឆាប្រភេទត្រីកម្រក៏ដូចជាវិរិយស័ព្ទផ្សេងហ្នឹងគឺចំនួន20ប្រភេទបាទមានដូចជាប្រភេទត្រីរាជត្រីគល់រាំងត្រីតសក់បាទត្រីឆ្ពិនត្រីបលូងត្រីផ្សេងហ្នឹងហើយនឹងមានកង្កែបមានបកងបាទមានដើកមានកាធាយហ្នឹងប្រហែលចំនួនសរុប
mà liên pram sen của bà chỗ từ khung đàn tật thom chiết bàในkhung cam thi nàyการរៀបចំព្រឹត្តិការណ៍នេះគឺឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យជលផលដែលដោយដែលយើងបានដឹងហើយថាវិស័យនេះគឺជាវិស័យអត្ថិភាពមួយដែលរួមចំណែកយ៉ាងសំខាន់ទៅដល់សន្តិសុខស្បៀងទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋអាហារូបត្ថម្ភក៏ដូចជាសេដ្ឋកិច្ចជាតិយើងផងដែរបាទអញ្ចឹងគឺព្រឹត្តិការណ៍នេះគឺនឹងបំផុសស្មារតីឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏ដូចជាមន្ត្រីរាជការយើងទាំងអស់គឺខិតខំធ្វើម៉េចគឺសហការក្នុងការរួមចំណែកក្នុងការការពារអភិរក្សធនធានជលផលរបស់យើងឲ្យមាននិរន្តរភាពដើម្បីបំពេញនូវសេចក្តីត្រូវការនៅក្នុងពេលបច្ចុប្បន្នក៏ដូចជាឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងផងដែរបាទអរគុណលោកបណ្ឌិតពាក់ព័ន្ធទៅនឹងវិស័យជលផលនេះគឺពិតជាសំខាន់ដោយដែលលោកបណ្ឌិតបានជំរាបជូនគឺជាប្រភពអាហារូបត្ថម្ភសម្រាប់ប្រជាពលរដ្ឋកម្ពុជារបស់យើងជាសំខាន់ជាចម្បងអញ្ចឹងសម្រាប់ការងារដែលជាសមិទ្ធផលរបស់អគ្គនាយកដ្ឋានជលផលក៏ដូចជាក្រសួងកសិកម្មក្នុងការសម្រេចបាននាពាក់កណ្ដាលអាណត្តិទី7នេះថាតើមានជាសមិទ្ធផលសំខាន់អ្វីខ្លះដែលបង្ហាញអំពីការថែរក្សាអភិរក្សធនធានជលផលឲ្យកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជារបស់យើងបាទនៅក្នុងពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភារាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏មុតស្រួចនិងប្រកបដោយធម៌វន្តរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងមានអាដាមរដ្ឋមន្ត្រីដេទីណាជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាសេនាធិការបាទគឺវិស័យជលផលយើងសម្រេចបាននៅសមិទ្ធផលថ្មីបន្ថែមទៀតបាទក្នុងនោះគឺតាមរយៈការពង្រឹងការគ្រប់គ្រងការពារនិងអភិរក្សធនធានជលផលប្រកបដោយសិទ្ធិភាពនេះគឺយើងឃើញផលនេសាទរបស់យើងគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ជាពិសេសគឺផលនេសាទទឹកសាបបាទហើយមហាជននឹងគឺមានការចូលរួមអបអរសាទរនិងគ្រប់គ្រងយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលបាទហើយជាក់ស្ដែងនោះគឺយើងឃើញនៅតាមមូលដ្ឋានបាទវិជានេសាទគាត់នេសាទប្រើឧបករណ៍ផ្សេងដូចជាដាក់មងដូចជាគាត់បង់សំណាញ់គាត់ស្ទូចគាត់បបក់គាត់អីហ្នឹងគឺបានផលច្រើនដែលមិននឹកស្មានដល់បាទអញ្ចឹងធ្វើឲ្យវិជាពលរដ្ឋគាត់មានការគ្រប់គ្រងយ៉ាងខ្លាំងបាទមួយទៀតនោះគឺការខិតខំការពារនៅប្រភេទធនធានទាំងអស់នេះក៏សັບសោតទន្លេមេគង្គរបស់យើងបាទដែលជារតនសម្បត្តិដ៏មានតម្លៃវិសេសវិសាលរបស់ជាតិក៏មានការកើនឡើងច្រើនផងដែរបាទនៅក្នុងឆ្នាំ2025នេះគឺផ្សោតកើតកូនបាន8ក្បាលបាទហើយអត់មានស្លាប់បាទហើយនៅឆ្នាំពាក់កណ្ដាលឆ្នាំ2026នេះគឺកើតបាន6ក្បាលទៀតបាទឥឡូវចំនួនផ្សោតរបស់យើងគឺកើនរហូតដល់117ក្បាលបាទនេះគឺជាជោគជ័យមួយធំធេងនៃការអភិរក្សជាពិសេសគឺសត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់យើងចំពោះតំបន់គ្រប់គ្រងជលផលសមុទ្របាទក៏យើងឃើញថាប្រភេទសត្វកម្រដូចជាជ្រូកទឹកដូចជាផ្សោតពណ៌ផ្កាឈូកយើងហៅថាសោតក្លៀកបាទក៏មានការកើនឡើងបាទរាប់រយក្បាលនៅក្នុងតំបន់សមុទ្រជាពិសេសគឺនៅក្នុងខេត្តកពតហើយនិងខេត្តកែបដែលនេះក៏ជាលទ្ធផលនៃការខិតខំការពារនិងអភិរក្សតាមរយៈការដាក់ពង្រាយនៅប្រអប់ជំរកត្រីសិប្បនិមិត្តទៅតាមតំបន់ក្បែរឆ្នេរហ្នឹងបាទហើយនឹងការខិតខំការពារនៅទីជំរកផ្សេងដែលមានសារៈសំខាន់បាទដូចជាស្មៅសមុទ្រដូចជាអីហ្នឹងហើយយើងឃើញថាកន្លែងដែលយើងបានខិតខំការពារនោះគឺឃើញថាជំរកមច្ឆជាតិក៏ដូចជាផលស្តុកបានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរបាទហើយក្រៅពីនឹងទៀតក៏រាជរដ្ឋាភិបាលយើងធ្វើការជំរុញបាទក្រសួងកសិកម្មតាមរយៈអគ្គនាយកដ្ឋានជលផលនឹងធ្វើការជំរុញការអភិវឌ្ឍវិរិយវប្បកម្មតាមរយៈគ្រប់រូបភាពបាទអញ្ចឹងគឺយើងផលិតបាននៅប្រភេទត្រីក្នុងស្រុកបានច្រើនបាទមានកំណើនជារៀងរាល់ឆ្នាំហើយជាពិសេសនោះគឺការស្រាវជ្រាវផលិតពូជនៅប្រភេទពូជនោះគឺយើងអាចផ្គត់ផ្គង់បានច្រើនហើយប្រភេទត្រីកម្រដូចជាត្រីគល់រាំងបាទហើយនឹងសេះសមុទ្រក៏យើងចាប់ផ្ដើមធ្វើបានដែរបាទនេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀតបាទហើយមួយទៀតផងដែរគឺយើងក៏មានការអភិវឌ្ឍទៅលើការកែច្នៃ
ទៅលើផលិតផលដូចជាប្រហុកផ្អកទឹកត្រីបាទហើយនឹងយើងមានសហគ្រាសក្នុងស្រុករបស់យើងបានច្នៃប្រឌិតនៅផលិតនៅប្រហុកម្សៅបាទដែលយើងធ្វើបានដោយប្រកបដោយស្តង់ដារគុណភាពនិងសុវត្ថិភាពបាទហើយបាននាំចេញទៅកាន់ក្រៅប្រទេសផងដែរបាទបច្ចុប្បន្ននេះផលិតផលជលផលយើងបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗដូចជាប្រទេសញូហ្សេឡង់ប្រទេសអូស្ត្រាលីសហរដ្ឋអាមេរិកបាទជប៉ុនកូរ៉េចិនបាទគឺនាំចេញបានច្រើនបាទអរគុណលោកបណ្ឌិតទន្ទឹមទៅនឹងបាទការដែលយើងទទួលបាននៅសមិទ្ធផលច្រើនបែបនេះខ្ញុំជឿថាការងារនៃការសម្រេចបានក៏អាចនឹងជួបផលលំបាកអីខ្លះដែរថាតើមានផលលំបាកអ្វីខ្លះដែលជាផលលំបាកចម្បងដែលអគ្គនាយកដ្ឋានជលផលក៏ដូចជាស្ថាប័នពាក់ព័ន្ធជួបប្រទះនៅក្នុងការងារការពារអភិរក្សទប់ស្កាត់ដើម្បីឲ្យបាទធនធានជលផលរបស់យើងមានភាពប្រសើរឡើងបែបនេះបាទពិតណាស់វាយើងសម្រេចបានលទ្ធផលជាច្រើនមែនតែយើងនៅតែជួបបញ្ហាប្រឈមមួយចំនួនផងដែរបាទជាពិសេសគឺអ្នកនេសាទរបស់យើងនៅមួយចំនួនតូចគាត់នៅបន្តប្រើឧបករណ៍ខុសច្បាប់បាទដូចជាឧបករណ៍ឆក់ឧបករណ៍ស្បែកមុងនេះបាទដែលជាឧបករណ៍ផ្លិចផ្លាញធ្ងន់ធ្ងរទៅដល់ធនធានមច្ឆជាតិរបស់យើងបាទដោយសារតែវិសាលភាពនៃធនធានជលផលយើងគឺធំទូលាយយើងមានស្ទឹងមានបឹងមានទន្លេមានព្រៃលិចទឹកបាទអញ្ចឹងសមត្ថកិច្ចរបស់យើងពេលខ្លះគាត់ល្បាតទៅអត់ដល់កន្លែងហ្នឹងបាទហើយក៏ពេលខ្លះគឺយើងទៅប្រក្រាបអត់ទាន់ពេលវេលាបាទអញ្ចឹងជាដំណោះស្រាយគឺអាដាមរដ្ឋមន្ត្រីលោកបានផ្ដួចផ្ដើមឲ្យមានការរៀបចំជាក្រុម Telegram បាទដើម្បីរួមគ្នាក្នុងការទប់ស្កាត់និងក្រាបបទល្មើសហ្នឹងគឺមានការចូលរួមពីសហគមន៍នេសាទពីអ្នកសារព័ត៌មានបាទក៏ដូចជាជាពិសេសអ្នកស្ទូចត្រីអ្នកបវក់ត្រីអីហ្នឹងបាទគឺមហាជនផ្សេងៗទៀតក៏គាត់បានចូលរួមច្រើនដែរបាទអញ្ចឹងគឺគាត់កាលណាគាត់ឃើញបទល្មើសនៅកន្លែងណាគឺគាត់រាយការណ៍ចូលមកក្នុងក្រុមនេះហើយសមត្ថកិច្ចរបស់យើងសមត្ថកិច្ចជលផលក៏ដូចជាកម្លាំងចម្រុះបាទគាត់ដឹងព័ត៌មានគាត់បានចូលរួមសហការនៅក្នុងការទប់ស្កាត់នៅមកក្រាបបទល្មើសទាំងអស់នេះបាទអញ្ចឹងគឺទទួលបានលទ្ធផលល្អប្រសើរបាទអរគុណលោកបណ្ឌិតពាក់ព័ន្ធទៅនឹងផែនការសកម្មភាពបន្តវិញសម្រាប់អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងអនុវត្តនៅការងារអ្វីខ្លះដើម្បីបន្តនិរន្តរភាពបាទទិន្នផលត្រីក៏ដូចជាការការពារអភិរក្សនៅប្រភេទមច្ឆជាតិសំខាន់ៗរបស់កម្ពុជារបស់យើងបាទសម្រាប់ផែនការសកម្មភាពក្នុងការអនុវត្តបន្តក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលមានអគ្គនាយកដ្ឋានជលផលជាសនាធិការនោះគឺយើងនឹងធ្វើការបន្តសបផ្សាយដោយទូលំទូលាយនៅច្បាប់ស្តីពីជលផលនិងសារៈសំខាន់នៃធនធានជលផលព្រមទាំងពង្រឹងការអនុវត្តច្បាប់ប្រកបដោយម៉ឺងម៉ាត់បាទដោយមានការចូលរួមសហការពីកងកម្លាំងពីអាជ្ញាធរមូលដ្ឋានសហគមន៍នេសាទក្នុងការទប់ស្កាត់បទល្មើសជលផលគ្រប់ប្រភេទបាទហើយយើងក៏បន្តពង្រឹងការការពារកន្លែងអភិរក្សប្រភេទត្រីមេពូជបាទផ្សោតទន្លេមេគង្គរបស់យើងបាទហើយនឹងប្រភេទត្រីកម្រផ្សេងទៀតផងដែរបាទហើយក្នុងនោះដែរគឺនឹងបន្តជំរុញឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីសារៈសំខាន់ហើយនឹងចូលរួមប្រឡែងនៅប្រភេទត្រីមេពូជក៏ដូចជាប្រភេទត្រីកម្រចូលទៅក្នុងទឹកធម្មជាតិហ្នឹងបាទមួយទៀតគឺយើងនឹងបន្តជំរុញការអភិវឌ្ឍវិរិយវប្បកម្មដែលគ្រប់រូបភាពដោយធ្វើការថ្លឹងថ្លែងពីតម្រូវការហើយនឹងដាក់ចេញនៅផែនការផលិតកម្មច្បាស់លាស់បាទហើយក៏មានលើកទឹកចិត្តជំរុញទៅដល់ការអនុវត្តវិរិយវប្បកម្មល្អដើម្បីយើងទទួលបាននៅការគ្រប់គ្រងទាំងទីផ្សារក្នុងស្រុកហើយនឹងការនាំចេញហើយនឹងជំរុញនៅការអភិវឌ្ឍខ្សែចង្វាក់តម្លៃជលផលនេះបន្ថែមទៀតបាទហើយមួយទៀតគឺយើងក៏នឹងពង្រឹងការគ្រប់គ្រងទៅលើព្រៃលិចទឹកព្រៃកោងកាងបាទប្រកបដោយប្រសិទ្ធភាពនិងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍនៅក្នុងការគ្រប់គ្រងការពារអភិរក្សនិងអភិវឌ្ឍធនធានជលផលរបស់យើងបាទអ
អរគុណលោកបណ្ឌិតឃើញថាការចូលរួមអភិរក្សការពារបាទធនធានជលផលនេះគឺមិនមែនមានតែអាជ្ញាធរទេក៏មានការចូលរួមពីប្រជាពលរដ្ឋដែរនៅក្នុងឱកាសនៃទិវាមច្ឆជាតិ1កក្កដានេះលោកបណ្ឌិតមានជាបាទសារអ្វីដើម្បីផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋដើម្បីលោកចូលរួមការពារថែរក្សានិងអភិរក្សវិស័យជលផលនៅកម្ពុជាបាទ នៅក្នុងឱកាសនេះខ្ញុំសូមថ្លែងអំណរគុណនៅការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធរដ្ឋបាលថ្នាក់ក្រោមជាតិសហគមន៍នេសាទដែលកន្លងមកបានសហការជាមួយសមាជិកជំនាញក្នុងការទប់ស្កាត់ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាពបាទហើយក៏សូមអរគុណដល់មហាជនជាពិសេសអ្នកក្រុមអ្នកបបកត្រីស៊ូត្រីក្រុមសារព័ត៌មានដែលបានរាយការណ៍ពីបទល្មើសទាំងអស់ហ្នឹងហើយក៏សូមថ្លែងអំណរគុណដល់តារាកំ pl ែងរបស់យើងគឺលោកពាក់មីបាទហើយនឹងក្រុមសហការីរបស់លោកហ្នឹងក៏បានចូលរួមធ្វើការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមនានានៅសារៈប្រយោជន៍សារៈសំខាន់នៃធនធានជលផលច្បាប់ជលផលឧបករណ៍នេសាទល្មើសច្បាប់អីហ្នឹងបាទគឺបានចូលរួមច្រើនហើយក្នុងឱកាសនេះផងដែរក៏ខ្ញុំសូមផ្ដាំផ្ញើបាននឹងអំពាវនាវទៅដល់បងប្អូនជានេសាទទាំងអស់សូមចូលរួមគោរពនៅគោរពច្បាប់ស្តីពីជលផលជៀសវាងនៅការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ហើយក៏សូមសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋសូមបន្តសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីការពារធនធានជលផលរបស់យើងដែលជាកេរដំណែលពីដូនតានេះសម្រាប់ឲ្យថិតថេរគង់វង្សសម្រាប់ចំនួនក្រោយៗទៀតបាទសូមអរគុណខ្ញុំបាទសូមគោរពថ្លែងអរគុណលោកបណ្ឌិតចំពោះការផ្ដល់ខ្លឹមសារយ៉ាងសំខាន់ពាក់ព័ន្ធទៅនឹងទិវាមច្ឆជាតិ1កក្កដាហើយសង្ឃឹមថាតាមរយៈប្រធានបទនេះបាទទូទាំងសង្គមជនក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសនឹងយល់កាន់តែច្បាស់ក៏ដូចជាភ្ញាក់រំលឹកអំពីបាទគុណតម្លៃដ៏សំខាន់នៃបាទភោគផលជលផលដែលមាននៅកម្ពុជាចូលរួមនៅក្នុងការការពារអភិរក្សបាទទប់ស្កាត់នៅរាល់សកម្មភាពដែលខុសច្បាប់បំផ្លាញនៅជំរកបាទពងកូនត្រីក៏ដូចជាបាទការប្រើប្រាស់នៅឧបករណ៍នេសាទខុសច្បាប់ផងដែរទូទាំងសង្គមជនសម្រាប់កម្មវិធីព្រឹត្តិការណ៍ក្នុងប្រតិទិនក៏បានមកដល់ទីបញ្ចប់នៅគណៈពេលនេះខ្ញុំបាទចំណាននិងលោកបណ្ឌិតសូមអរគុណនិងសូមគោរពលា